ចឹងដូចគ្នាហើយយើងតម្លាក់បញ្ចូល3បញ្ចូល4បញ្ចូលទៅ3បញ្ចូលស្មើ4បញ្ចូល4បញ្ចូលស្មើអញ្ចឹងណាបងប្អូនយើងដាក់លើអាវប៉ានិយាយទៅរបៀបដាក់ងាយដូចដល់វីដេអូមុនចឹងគ្រាន់ថាវីដេអូមុនខ្ញុំបានថតវីដេអូភ្ញៀវលើចាសសួស្តីបងប្អូនវីដេអូនេះខ្ញុំមកបង្ហាញពីរបៀបហូតខ្សែឡេវពីរបៀបដាក់ខ្សែឡេវលើអាវប៉ាណាបងប្អូនអញ្ចឹងអាវប៉ាដែលខ្ញុំកាត់នេះគឺខ្ញុំដេតំណក់រួចបានយើងដាក់ប៉ាពីលើហើយបានយើងឆិតយើងអីចឹងណាបងប្អូនយើងខ្ទាស់ហើយឥឡូវហ្នឹងខ្ញុំកាត់ខ្សែឡេវ5លេខដូចខ្ញុំបង្ហាញបងប្អូនវីដេអូមុនអញ្ចឹងចាបងប្អូនហ្នឹងហើយដោយសារវីដេអូមុនខ្ញុំបានបិទឡេវបិទឡេវហើយនឹងលើជូនបងប្អូនមើលអញ្ចឹងក៏ខ្ញុំធ្វើវីដេអូមួយទៀតដើម្បីបង្ហាញទៅបងប្អូនដល់ពេលយើងដាក់ឡេវរួចហើយពាក់ទៅវាចេញរបៀបតម្រង់របៀបមិនអញ្ចឹងណាបងប្អូនឥឡូវខ្ញុំចាប់ដើមមុននឹងដាក់ឡេវយើងកាត់ឡេវយើងឲ្យហើយទៅបន្ទាប់មកយើងដានបងប្អូនយើងដានបន្ទាត់ខ្សែរូតយើងហ្នឹងយើងដានរួចរាល់ហើយយើងដេរអញ្ចឹងមកបងប្អូនណាហើយធ្នេដាក់មកលើអញ្ចឹងដូចគ្នាហើយយើងតម្លាក់បញ្ចូល3បញ្ចូល4បញ្ចូលទៅ3បញ្ចូលស្មើ4បញ្ចូល4បញ្ចូលស្មើអញ្ចឹងណាបងប្អូនយើងដាក់លើអាវប៉ានិយាយទៅរបៀបដាក់ងាយដូចដល់វីដេអូមុនអញ្ចឹងគ្រាន់ថាវីដេអូមុនខ្ញុំបានថតវីដេអូភ្ញៀវលើជូនបងប្អូនមើលហ្នឹងឥឡូវខ្ញុំដេរត្រួសប៉ុណ្ណឹងទៅដើម្បីឲ្យបងប្អូនមើលព្រោះឲ្យវីដេអូមុនខ្ញុំបង្ហាញហើយឥឡូវបង្ហាញតែប៉ុណ្្នឹងទៅជូនបងប្អូនដើម្បីកុំឲ្យវីដេអូយូរចាបងប្អូនហ្នឹងហើយដោយសារអាវមុនខ្ញុំបានសុំភ្ញៀវថតនិយាយទៅថតបានហើយទៅលុបចេញបងប្អូនអញ្ចឹងអត់បានបង្ហាញទៅបងប្អូននៅពេលភ្ញៀវគាត់លើឃើញលេវអាវច្បាស់លាស់អញ្ចឹងណាអញ្ចឹងអាវប៉ាក់យើងងាយធ្វើពិធីងាយបងប្អូនមើលតាមហ្នឹងមករបៀបដាក់ខ្សែលេវហ្នឹងហើយចាអរគុណបងប្អូនដែលបានតាមដានទស្សនាវីដេអូខ្ញុំពីដើមដល់ចប់អរគុណជម្រាបលាជួបគ្នាវីដេអូក្រោយ